តាអនាគតរបស់លោកកូជីគីយ៉ូតូគូនឹងត្រូវបញ្ចប់ជាមួយនឹងក្រុមជម្រើសជាតិកម្ពុជាដែរឬទេកាលពីថ្មីៗនេះក្នុងកម្មវិធីចាប់ឆ្នោតវគ្គចែកពូលនៃពានរង្វាន់ Hyundai Cup 2026 យើងបានដឹងហើយថាក្រុមគូប្រេកម្ពុជាគឺស្ថិតនៅក្នុងពូល A ដែលមានសុទ្ធសឹងតែក្រុមខ្លាំងយ៉ាងណាមិញលោកកូជីគីយ៉ូតូគូដែលជាគ្រូបង្វឹករបស់ក្រុមកម្ពុជាក៏មានវត្តមានក្នុងពិធីចាប់ពូលផងដែរហើយថែមទាំងមានប្រសាសន៍ជុំវិញនឹងលទ្ធផលនោះទៀតផងប៉ុន្តែរឿងដែលគួរឲ្យព្រួយបារម្ភបំផុតនោះគឺកងតារបស់គ្រូបង្វឹកសញ្ជាតិជប៉ុនរូឌីជាមួយនឹងក្រុមជម្រើសជាតិកម្ពុជាគឺជិតនឹងដល់ការកំណត់ហើយយោងតាមការប្រកាសរបស់សហព័ន្ធបាល់ទាត់កម្ពុជាលោកកូជីគីយ៉ូតូគូមានកិច្ចសន្យារយៈពេល1ឆ្នាំក្នុងការដឹកនាំកម្ពុជាហើយកិច្ចសន្យាមួយនេះក៏គ្រោងនឹងដល់ការកំណត់ទៀតផងគឺនៅខែមីនាខាងមុខនេះរីឯការប្រកួតពានរង្វាន់អាស៊ាន Hyundai Cup គ្រោងនឹងប្រកួតនៅថ្ងៃទី24ខែកក្កដារហូតដល់ថ្ងៃទី26ខែសីហាដូច្នេះតើលោកនឹងបន្តកិច្ចសន្យាថ្មីឬក៏បញ្ចប់កុងត្រាជាមួយនឹងក្រុមជម្រើសជាតិគោព្រៃកម្ពុជា